រឿងទន្សាយនិងពពែចងសម្ព័ន្ធមិត្តនឹងគ្នាថ្ងៃមួយទន្សាយទៅស៊ីចែកក្នុងចម្ការមួយបរិសម្ចាស់ចម្ការខាងណាស់ក៏ធ្វើអន្ទាក់ដាក់យកតតែបានវេលានោះទន្សាយភ័យខ្លាំងណាស់ស្មានតែមុខជាស្លាប់ហើយក៏ធ្វើពុតជាស្លាប់ដេកស្ដោកជើងភ្លឹងបរិសម្ចាស់ចម្ការដល់ឃើញទន្សាយក៏នឹកស្មានថាទន្សាយងាប់មែនក៏និយាយចំអកឲ្យទន្សាយថាម៉េចទន្សាយម៉េចក៏ងាប់អញ្ចឹងមិនរត់ឲ្យរួចទៅម៉េចឯងលែងស៊ីចេកទៀតហើយហ៎បរិសនោះយកទន្សាយទៅដល់ផ្ទះហើយក៏ប្រាប់ប្រពន្ធឲ្យទៅរកម្ជូរមកស្លសាច់ទន្សាយហើយក៏ដាក់ទន្សាយទុកត្រង់ក្បែរផ្ទះទន្សាយក៏តាំងស្ទុះរត់បោលចេញទៅឯបរិសនោះចាប់ដំបងចោលត្រូវជើងទន្សាយបាក់មកខាងទន្សាយរត់លឿនមិនបានក៏ខំទៅត្រើតបន្តិចទៅបានទៅជួបនឹងពពែមួយពពែនោះក៏ជាសត្វមានវិការៈដែរមានភ្នែកបាំងស្បែកមើលអ្វីមិនឃើញដូចជាខ្វាក់ទន្សាយនិយាយនឹងពពែថាអោបងពពែខ្ញុំបាក់ជើងមួយតែភ្នែកខ្ញុំនៅល្អទាំងពីរបងឯងមើលអ្វីមិនឃើញក៏មែនតែជើងបងឯងនៅទាំងអស់បងឯងបញ្ជិះខ្ញុំលើខ្នងបងឯងហើយខ្ញុំជាអ្នកមើលផ្លូវបងឯងជាអ្នកដើរពពែក៏ព្រមតាមទន្សាយហើយក៏នាំគ្នាទាំងពីរនាក់ដើរទៅរកស្មៅបរិភពក្នុងព្រៃទន្សាយនិងពពែគិតគ្នាថាយើងនៅក្នុងទីនេះមិនបានទេក្រែងខ្លានិងស្វាវាមកទៀតហើយយើងត្រូវដើរចេញពីទីនេះគិតដូច្នេះហើយទន្សាយនិងពពែក៏នាំគ្នាដើរទៅក្បែរមាត់ទន្លេបំរុងនឹងឆ្លងទៅត្រើយម្ខាងទន្សាយក្រឡេកមើលទៅឃើញក្រពើមួយបន្លឺបក្បាលក្នុងទឹកនៅក្បែរច្រាំងក៏និយាយនឹងក្រពើថាអោបងក្រពើបងអាណិតចម្លងខ្ញុំទៅត្រើយម្ខាងបន្តិចខ្ញុំឲ្យបងឯងស៊ីសត្វពពែស្រលៀងថ្មេកនេះក្រពើបានឮដូច្នេះក៏ត្រេកអរហើយគិតក្នុងចិត្តថាអញស៊ីពពែម្ដងមើលគិតហើយក៏និយាយនឹងទន្សាយថាបើដូច្នេះយើងទៅពពែទន្សាយនិងពពែឡើងជិះខ្នងក្រពើហើយឆ្លងកាត់ទន្លេទៅត្រើយម្ខាងលុះដល់ត្រើយហើយក្រពើក៏និយាយនឹងទន្សាយថាបងទន្សាយបងឯងថាឲ្យពពែនេះឲ្យខ្ញុំស៊ីជាចំណីបើអញ្ចឹងបងឯងឡើងទៅលើកោកចុះទុកពពែនេះឲ្យខ្ញុំស៊ីទន្សាយឆ្លើយថាអោបងក្រពើអើយខ្ញុំបាក់ជើងមួយខ្ញុំដើរមិនរួចទេបើដូច្នេះឲ្យពពែឡើងជូនខ្ញុំដល់កោកសិនរួចចាំខ្ញុំឲ្យវាចោះមកឲ្យបងអញស៊ីវិញមិនខានក្រពើក៏ព្រមហើយក៏ឲ្យពពែជូនទន្សាយទៅសិនពពែក៏ឡើងទៅដល់កោកមុនទន្សាយឯទន្សាយលោតឡើងទៅលើខ្នងពពែហើយក៏នាំគ្នាដើរបាត់ទៅក្រពើចេះតែនៅចាំយូរទៅក៏នឹកក្នុងចិត្តថាយីទន្សាយវាបោកអញទៅតើវាធ្វើកុលគ្រាន់តែឲ្យអញចម្លងវាមកតែប៉ុណ្្នឹងទេបើដូច្នេះអញគិតចាប់វាស៊ីឲ្យបានក្រពើខឹងណាស់ក៏ហែលទៅរកចំណីទៀតវិញទៅក្រពើខឹងនឹងទន្សាយខ្លាំងណាស់ក៏តាំងចិត្តថាទន្សាយមុខជាមកផឹកទឹកទន្លេនេះទៀតមិនខានបើវាមកអញនឹងខាំវាឲ្យបានគិតដូច្នេះហើយ
ក្រពើក៏ឡើងទៅសម្រាកក្រាំងខ្លួនលើគោកហើយបើកមាត់ហាយ៉ាងធំធ្វើហាក់ដូចជាស្លាប់ចាំកាលណាបើទន្សាយមកផឹកទឹកនឹងចាប់ត្របាក់ស៊ីលុះយូរបន្តិចទៅទន្សាយក៏ចុះមកបំរុងនឹងផឹកទឹកមែនហើយក្រឡេកទៅឃើញក្រពើសំកាំងខ្លួនហាមាត់ធំនៅលើគោកក៏គិតក្នុងចិត្តថាក្រពើនេះវាខឹងនឹងអញខ្លាំងណាស់ហើយធ្វើយ៉ាងនេះប្រកាសជាចាំស៊ីអញគិតហើយក៏ដើរទៅជិតក្រពើនិយាយថាអោបងក្រពើអើយហេតុអ្វីក៏មកស្លាប់នៅទីនេះដូច្នេះហើយក៏តាំងយកឈើមួយកំណាត់មកទល់មាត់ក្រពើកុំឲ្យបិទបានហើយទន្សាយក៏ចូលទៅក្នុងមាត់ក្រពើហើយស្ទាបធ្មេញក្រពើលេងនិយាយថាហើយយ៉ាធ្មេញចំកោមនេះបើយកទៅធ្វើដងកំបិតល្អណាស់ក្រពើចង់បិទមាត់តែបិទមិនកើតព្រោះទន្សាយយកឈើទល់ឯទន្សាយបានកំបិតមួយយកមកកាប់ក្រពើបាន2-3កំបិតក្រពើត្រូវរបួសច្រើនក៏ស្ទុះរត់ចូលទៅក្នុងទឹកទៅ